សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះសូមធ្វើការចែករំលែកបទពិសោធន៍អំពី Market Session បានន័យថា S 3ដង S ទី1គឺ Session S ទី2គឺ Sweep S ទី3គឺ Strategy គឺឆ្នាំ2026ខែ4ថ្ងៃទី22សកម្មភាព23ម៉ោងនៅក្នុងទីផ្សារដូច្នេះយើងយកវាមកពិភាក្សាតើទីផ្សារទាំងអស់នេះយ៉ាងម៉េចដូច្នេះយើងទី1យើងត្រូវមើលថា market វាបុកឡើងពីក្រោមមកដល់លើនៅក្នុងម៉ោងអាស៊ីហើយយើងមើលនៅក្នុងម៉ោង London market អីគេ market បុកចុះមកដល់ក្រោមវិញហើយមកដល់ម៉ោងNew York គឺវាបុកឡើងបន្តិចតែវាមិនបាន break new high ទេហើយក៏វាបន្តចុះមកដល់ក្រោមនេះដែរនេះគឺនៅក្នុង market session ដូច្នេះយើងទៅមើលតើ market session ឲ្យបានលម្អិតទៀតនេះគឺជាម៉ោងអាស៊ីម៉ោង session នៅអាស៊ី session នេះគឺនៅ Asia ហើយដល់អញ្ចឹង market ហ្នឹងវាចុះមកយើងគិតថាវាចុះប៉ុន្តែវាឡើងមកដល់លើវាចុះវាឡើងមកដល់លើហើយនៅម៉ោង London បានន័យថាវា break វា sweep ប្រឡោះនេះវា sweep ហ្នឹងគឺវាបែកទៅដល់ខ្ពស់យើងគិតថាវាទៅលើតែតាមការពិតវាយ៉ាងម៉េចទៅការពិតវា break low នេះ break low ឃើញទេ become resistant នៅត្រង់នេះហើយបានវាមិនវាចុះមក sweep អីគេ Asia session ហើយមកដល់ហ្នឹងមកដល់ New York បែកបានបន្តិចវាចុះវាឡើងមកដល់នេះទៀតតែវាមិនបាន break high ទេដូច្នេះឃើញទេវាមកពាក់កណ្ដាលនេះហើយបានវាបន្តចុះទៀតនេះហើយគេហៅថាយុទ្ធសាស្ត្រ trade នៅក្នុងរយៈពេលទីផ្សារនីមួយៗដូច្នេះយើងយកទៅវឹកហាត់វាបើកាលណាវា break high គោលដៅដែលយើងចង់និយាយនេះគឺពេលណាដែលវាមក break high នៅក្នុង session នេះវា break នេះវា break down នេះត្រង់នេះហើយដែលយើងចូល trade មក session នឹងរហូតមកដល់នេះបានន័យថាយើងដាក់ 0.5 អីមកដល់ហ្នឹងគឺយើងបានលុយគ្រប់គ្រាន់បានយើងមកបិទនៅម្ដងហ្នឹងនេះមួយ session ម្ដងដូច្នេះយើងនឹងប្រើយុទ្ធសាស្ត្រនេះវឹកហាត់តើវាត្រូវប្រមាណនេះគឺពេលដែលវាឡើងហើយវាចុះមកវិញនៅក្នុង session នីមួយៗនៅក្នុងតាមរយៈពេលម៉ោង New York London អាស៊ីដូច្នេះយើងនឹងយកវាទាំងអស់នេះមកវឹកហាត់ម្ដងទៀតហើយទៅមិនហាត់ទៅដល់ឲ្យទៅជារបស់ខ្លួនឯងពិតទាំងអស់នេះគ្រាន់តែជាចែករំលែកនៅបទពិសោធន៍ទេសូមឲ្យបងប្អូនទាំងអស់គ្នាយកទៅវឹកហាត់ហើយធ្វើឲ្យបានទៅតាមរៀងខ្លួនសូមអរគុណ